ចំណាយអត់តែ1500ហើយអត់ដល់1ម៉ោងទេគឺដល់ពលានហើយថ្ងៃនេះខ្ញុំត្រូវហត់ទៅបាលីប៉ុន្តែពីផ្ទះខ្ញុំទៅពលានណា30គីឡូអញ្ចឹងក៏ខ្ញុំសម្រេចចិត្តជិះឡានក្រុងទៅគឺចំណេញពេលចំណេញលុយទៅចំណេញគ្រប់សោខ្ញុំចាំនៅចំណតសាលាពេទ្យនៅតូមុខអគារវឌ្ឍនកាណាយ៉ាហ្នឹងហ្មងណត់មុនគេបងអស់ហ្នឹងគឺគួចកណងតែតោះនេះអាចមើល4 5ចំណតនេះបានមួយណានៅចិត្តផ្ទះទៅមួយហ្នឹងនៅហ្នឹងក៏គេដាក់កៅអីឲ្យអង្គុយចាំកន្លែងសាក់ថ្មកន្លែងអីដូចគ្នាហើយយើងអាចមើលឡានបានតាម Ad City Bus តែបើអត់ចង់ download អីទេក៏មិនបាច់ដែរតោះនេះ5 10នាទីគឺមកមួយហើយឡានគេគឺទៀងពេលល្អមែនតើខ្ញុំជិះអាឡានជើងទី1ហ្មងតោះនេះម៉ោង5កន្លះពេលបើអត់លុយក្រៅតោះនេះអាច scan QR code បានប៉ុន្តែ scan បានតែ AC ណា ABA អីផ្សេងៗហ្នឹងតោះនេះ scan ទៅវា error ហើយអញ្ចឹងម្នាក់អត់តែ1500ទេតោះគ្នាគឺស្រួលមែនតើហើយនៅក្នុងឡានត្រជាក់ល្អមានផាសុកភាពស្ងប់ស្ងាត់ល្អហើយគេមានកន្លែងដាក់វ៉ាលីអីធំៗគេគិតថាឡានក្រុងជិះយឺតយន្តហោះចិញ្ចៅអីគឺច្រឡំធំហីតកងឡានគាត់ជិះលឿនមែនតើណាជប់ស្តុបម្ដងចង់បះជើងប៉ុន្តែមានសុវត្ថិភាពហើយគាត់ឈប់នៅក្នុងពលានហ្នឹងហ្មងតោះនេះមិនបាច់ដើរទៅណាឆ្ងាយទេកន្លែងចុះហ្នឹងក៏គេមានអតេសតោះនេះអាចដាក់វ៉ាលីបានដែរអញ្ចឹងអូពីក្រៅហ្នឹងចូលទៅក្នុងទៅគឺអត់អីទេគឺដើរមួយផ្លែតទេវាអត់យូរទេ1500គឺចំណេញច្រើនណាស់បងប្អូនហើយរឿងពលានឆ្ងាយពីក្រុងហ្នឹងវាជារឿងទូទៅហើយប្រទេសណាក៏អញ្ចឹងដែរប្រទេសខ្លះអត់តែមានឡានក្រុងជូនយើងទៅវិញទៅមក1500ដូចប្រទេសយើងផងដើរលេងលើនេះអត់បានធៀមកៅទុកមុនទេហើយក៏អត់មានពេលទៅទិញផ្ទាល់ដែរអញ្ចឹងមានតែទិញតាម app Sando ក្នុង app ហ្នឹងគឺ super មែនតើបងប្អូននេះមានទាំងកៅប្រុសកៅស្រីកៅក្មេងគ្រប់ brand របស់ Sando គឺមាននៅក្នុងហ្នឹងទាំងអស់ក្នុង app ហើយ website Sando ឥឡូវគេមាន promotion ពី30ទៅ70%គឺច្រើនមែនតើហើយ promotion ហ្នឹងមានតែក្នុង app ជាមួយនឹង website Sando ទេបងប្អូនសួរមែនតើកំងតាមមួយថ្ងៃទៅ3ថ្ងៃទេគឺដល់មុខផ្ទះហើយពេលបងប្អូននេះចុះពីពលានមកដល់ខ្មែរវិញក៏ដូចគ្នាដែរអត់ពិបាកហៅឡានក្រុងហ្នឹងទេហើយនេះក៏ជាលើកទី1ដែលខ្ញុំ arrival នៅក្នុងពលានហ្នឹងដូចគ្នាព្រោះតាំងពីបើកមកគឺអត់ដែលបានស្គាល់ជាតិហោះចេញពីពលានហ្នឹងទេបានត្រឹមតែជូនគេទៅអញ្ចឹងពេលបងប្អូននេះឆ្លងផុត immigration យកវ៉ាលីយកអីហើយគឺដើរចេញ exit នៅក្រៅហ្នឹងមកដើរមកកញ្ចក់ផងប្រយ័ត្នភុះដូចខ្ញុំអញ្ចឹងអាក្រៅនេះកន្លែងគេបងប្អូនមកចាំទទួលអីបងប្អូននេះដើរទៅត្រង់រហូតដើរឆ្លងផ្លូវអញ្ចឹងទៅឃើញផ្លាកគេដាក់ City Bus ហ្នឹងគឺទៅត្រង់រហូតដើរតាមមួយផ្លែទេបងប្អូននេះគឺកន្លែងតែមួយពេលយើងចុះហ្នឹងទូយប់ឡើងក៏អត់ល្ងឹតដែរគេបើកភ្លើងភ្លឺពេញហ្នឹងហើយក៏មានអ្នកផ្សេងចាំឡានក្រុងដូចយើងដែរមានបរទេសមានខ្មែរអីចឹងទៅហើយក៏មិនបាច់ភ័យធ្លាក់ clip អូជីសិតយន្តហោះទៅក្រៅប្រទេសហើយមកជីឡានក្រុង1500ជីឡានអស់20 30%ទេបងប្អូនទុកលុយហ្នឹងញ៉ាំម្ហូបនៅក្រៅប្រទេសមិនល្អជាងអី